ស៊ូស្ដីបងប្អូនថ្ងៃនេះថ្ងៃទី8បាទទី8ខែ2ឆ្នាំ2026បងប្អូនបាទព្រឹកឡើងយើងដើរពីសោស្រឡាញ់បងពេកយូរជាប់ស្ងាត់រឿងអូននឹងបងលាក់គេមិនបាច់ឥឡូវម៉ែប្រាប់ឲ្យបងចូលស្ដីម៉ែឲ្យចូលឆាប់ហើយឲ្យទាន់ឆ្នាំថ្មីបើមិនចូលស្ដីម៉ែឲ្យទៅគេបើបងនៅយូរគាត់មិនទុកទេម៉ែឲ្យទៅគេចូលគេចូលមុន Yo, listen up, avocado injection in my mind. I love it so much, can't leave it behind. Sneaking through the shadows, we meet in secret. Hiding from the world, but love won't keep it. Mom said in the night. ទី8អីចឹងហ្នឹងឯងបងបាទយើងមកមើលប្រេមប្រកាសជារៀងរាល់ថ្ងៃប្រេមចេញមកល្អឆ្នាំនេះប្រេមចេញមានចំនួនតិចដែរបាទហ្នឹងហើយវាអាចដែរហ្នឹងហើយតែយើងគិតមើលថាមិនតាន់ដល់អស់ក៏ស៊ូវាចេញប្រហែលមើលដល់ថ្ងៃខែ3មើលយើងនឹងតាមដានមកទៀតដោយសារចិត្តអាកាសឆ្នាំនេះវាក្តៅផងត្រជាក់ផងអត់មានភ្លៀងមានអីអញ្ចឹងឲ្យវាល្អល្អដែរអញ្ចឹងបងប្អូនដូច្នេះបងប្អូនស្វែងយល់ទាក់ទងលម៉ាបាទហ្នឹងណាប្រកាសរបូតបងប្អូនខាងខ្ញុំប្រកាសរបូតបាទតាមផ្លូវចិត្តផ្លូវអញ្ចឹងជួយភ្ញៀវមកយើងដើរមើលអាដើមសំខាន់យើងដាក់ចិត្តផ្លូវណាចិត្តផ្លូវដើម្បីឲ្យភ្ញៀវដើរទស្សនកិច្ចមើលរួចរាល់ហើយយើងក៏ដើរគៀនហ្នឹងបាទអត់មានទៅឆ្ងាយទេគៀនហ្នឹងដើរគៀនរួចរាល់ហើយយើងមកមើលខាងបាហ៊ីក្រហមខាងហ្នឹងចូលមកទិញផ្លែលម៉ើយើងអញ្ចឹងហ្នឹងហើយកាត់ចូលមកទិញផ្លែលម៉ើរបស់យើងនៅក្នុងចិត្តតុកចិត្តរោងយើងអញ្ចឹងបាទនេះហើយវិធីសាស្ត្ររបស់ខ្ញុំបាទខ្ញុំដាំលម៉ើគីលីកាបានហើយ5-6 ឆ្នាំបងប្អូនបាទហ្នឹងហើយបាទ5-6 ឆ្នាំហើយហ្នឹងហើយបាទមានផ្កាមានផ្លែមានអីបាទដល់រដូវកាលវាយើងក៏មានផ្លែចំណាយផ្លែលក់ដើម្បីឲ្យភ្ញៀវទេសចរចូលមកថតលេងចូលថតអីចឹងហ្នឹងហើយបងប្អូនកាត់មកថតលេងថៃអីមើលសបាយចឹងណាបងប្អូនហ្នឹងហើយវិធីសាស្ត្រចំការលម៉ាជីលីកាបាត់ដំបងបាទរៀបចំបាទផ្លូវសម្រាប់ភ្ញៀវមកទេសចរអីចឹងទៅមានផ្លូវឲ្យត្រឹមត្រូវហើយហ្នឹងហើយដូច្នេះមកមើលពុប្រេមឆ្នាំនេះប្រេមចេញច្រើនតែបាហ៊ីក៏ចេញអានពាក់កដាលដែរបាហ៊ីបាទពាក់កដាលបានគេថាពីដើមចេញ10 9 10ចឹងឆ្នាំនេះចេញ4 5បាទប្រេមដូចគ្នាពីដើមចេញ4 10ចឹងឆ្នាំនេះចេញ5 6 7ចឹងដែរហ្នឹងឯងបាទអាលអ៊ូលដែរហ្នឹងឯងបងប្អូនបាហ៊ីក្រហមវាដូចចេញ5 3 4ចឹងដែរបាហ៊ីក្រហមបងប្អូនហ្នឹង5 3 4ចឹងទៅហ្នឹងហើយដូច្នេះបងប្អូនស្វែងយល់ទាក់ទងលម៉ើហ្នឹងបាទលម៉ើសំខាន់យើងបង្កាត់បាញ់កេសរឈ្មោលបាទបាញ់កេសរឈ្មោលបញ្ចូលវារួចហើយបានវាប្រកាត់ជាផ្លែមកនឹងប្រកាត់ជាផ្លែនេះខ្ញុំនេះវាប្រេះអញ្ចឹងយើងបាញ់កេសរចូលដល់បាទយើងកាត់ស្ទាប់វាកាត់បន្លាកាត់អីស្អាតរៀបចំស្អាតទៅយើងបាញ់កេសរវាបញ្ចូលបាទហ្នឹងហើយបាទដូច្នេះយើងព្យាយាមបាទដាំលម៉ើមួយឆ្នាំមានតែមួយដងទេផ្លែបាទមួយឆ្នាំឲ្យផ្លែមួយដងដូច្នេះបងប្អូនស្វែងយល់ទាក់ទងវិធីសាស្ត្រដាំលម៉ើថែទាំលម៉ើបាទហ្នឹងខាងខ្ញុំចែកទេសយូរហើយហ្នឹងសិក្សាពីលម៉ើនេះជាយូរឆ្នាំអស់ហើយហ្នឹងចាស់កំរិលបាទនឹងអរគុណច្រើនបាទបាយនឹងអរគុណទាំងអស់គ្នាបាទតាមដានខាងខ្ញុំ